ពេលវេលាពេលព្រឹកព្រលឹមគឺវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់ខ្ញុំហើយនៅពេលខ្ញុំក្រោកពីព្រលឹមគឺខ្ញុំអាចធ្វើកិច្ចការងារបានច្រើនហើយវាមានអារម្មណ៍ល្អមែនទែនការងារដែលខ្ញុំធ្វើពេលព្រឹកព្រលឹមគឺខ្ញុំធ្វើវាជាប្រចាំថ្ងៃដូចជាការបោសសម្អាតទ្រុងផ្ដល់ជាចំណីផ្លាស់ប្ដូរទឹកសម្រាប់ឲ្យសត្វចិញ្ចឹមរបស់យើងហើយចំពោះសត្វចិញ្ចឹមរបស់ខ្ញុំគឺខែនេះវារៀងត្រជាក់បន្តិចហើយវានឹងអាចនឹងកើតជំងឺផ្ដាសាយអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយគឺយើងត្រូវដាំទឹកហើយខ្ញុំប្រើជាខ្ទឹមសដើម្បីឲ្យពួកវាផឹកហើយចំពោះទ្រុងមាន់របស់ខ្ញុំគឺខាងក្នុងគឺខ្ញុំប្រើជាងកាមស្ងួតដើម្បីឲ្យវាក្រាលឲ្យវាអញ្ចឹងពុកម៉ែបងប្អូនហើយជុំវិញទ្រុងគឺយើងត្រូវតែមានកត្តាអនាម័យហើយពិសេសគឺកុំឲ្យសើមដើម្បីបង្ការកុំឲ្យវាកើតជំងឺគ្រុនផ្ដាសាយអញ្ចឹងណាពុកម៉ែបងប្អូន